មេត្រាទី60មន្ត្រីនគរបាលយុតិធធម៌ចំណុចទី3អ្នកមានឋានរស័ក្តិនិងមុខងារដូចខាងក្រោមឋានរស័ក្តិលេខ1អភិបាលនិងអភិបាលរងខេត្តក្រុងហើយអភិបាលនិងអភិបាលរងស្រុកខណ្ឌនិងមេឃុំចៅសង្កាត់2ប្រធាននិងអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុតិធធម៌ហើយប្រធាននិងអនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខហើយចុងក្រោយប្រធាននិងអនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិទី3ប្រធាននិងអនុប្រធាននាយកដ្ឋានហើយប្រធាននិងអនុប្រធានការិយាល័យហើយប្រធាននិងអនុប្រធានផ្នែកដែលទទួលបន្ទុកកិច្ចការរួមបន្ទាន់និងសិទ្ធិក្រោមអាវ៉ាល់របស់នាយកដ្ឋានកណ្ដាលនគរបាលយុតិធធម៌នាយកដ្ឋានកណ្ដាលសន្តិសុខនិងនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ4ប្រធាននិងអនុប្រធាននាយកដ្ឋានហើយប្រធាននិងអនុប្រធានការិយាល័យហើយនិងប្រធាននិងអនុប្រធានផ្នែកផ្សេងៗទៀតស្នងការហើយនិងស្នងការរងនគរបាលខេត្តក្រុង6ប្រធាននិងអនុប្រធានការិយាល័យហើយប្រធាននិងអនុប្រធានផ្នែកដែលទទួលបន្ទុកការងារព្រមព្រៀងចំណុះស្នងការនគរបាលខេត្តក្រុងផ្សេងៗទៀត7អធិការនិងអធិការរងប្រធាននិងអនុប្រធានផ្នែកព្រមព្រៀងនៃអធិការដ្ឋាននគរបាលស្រុកខណ្ឌ8ប្រធាននិងអនុប្រធានការិយាល័យនគរបាលចរាចរណ៍ហើយប្រធាននិងអនុប្រធានផ្នែកនគរបាលចរាចរណ៍ចំពោះបទល្មើសចរាចរណ៍ហើយប្រធាននិងអនុប្រធានការិយាល័យគ្រប់គ្រងអាវុធយុទ្ធផ្ទុះហើយនិងប្រធាននិងអនុប្រធានផ្នែកនៃការិយាល័យគ្រប់គ្រងអាវុធយុទ្ធផ្ទុះចំពោះបទល្មើសអាវុធយុទ្ធផ្ទុះហើយនិងប្រធាននិងអនុប្រធានការិយាល័យនគរបាលទេសចរហើយចុងក្រោយប្រធាននិងអនុប្រធានផ្នែកនៃការិយាល័យនគរបាលទេសចរទី9ប្រធាននិងអនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ចំពោះបទល្មើសព្រហ្មទណ្ឌទី10មេបញ្ជាការនិងមេបញ្ជាការរងនៃកងរាជអាវុធហត្ថដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ11មេបញ្ជាការនិងមេបញ្ជាការរងកងអាវុធហត្ថប្រចាំខេត្តក្រុងដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ12មេបញ្ជាការនិងមេបញ្ជាការរងកងរាជអាវុធហត្ថប្រចាំស្រុកខណ្ឌដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ13ប្រធាននិងអនុប្រធានការិយាល័យហើយប្រធាននិងអនុប្រធានផ្នែកនៃកងរាជអាវុធហត្ថទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ14ប្រធាននិងអនុប្រធានអង្គភាពផ្សេងទៀតដែលទទួលបន្ទុកកិច្ចការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌដែលត្រូវបានបង្កើតឡើងក្នុងករណីចាំបាច់